បាទសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំសូមលើកយកប្រធានបទមួយទាក់ទងជាមួយនឹងការដឹកនាំដោយអត់មានអំណាចអត់មានដែនអំណាចជាឈ្មោះជាឋានៈជាអីចឹងជាដើមដែលភាសាអង់គ្លេសយើងហៅថា leading without authority អឺ yeah so នៅក្នុងថ្ងៃនេះយើងនឹងជជែកគ្នាអំពីរឿង4យ៉ាងនៅពេលដែលចប់ទៅយើងអាចកំណត់បានថាតើឥទ្ធិពល influence វាមានប្រភព4យ៉ាងហ្នឹងមកពីខាងណាខ្លះហើយទី2គឺយើងនឹងត្រូវ apply អនុវត្តនៅជំហានទាំង3សម្រាប់វិភាគអំពីបុគ្គលជុំវិញដែលយើងត្រូវអឺដាក់នៅដែនអំណាចឬក៏យើងហៅថាឥទ្ធិពលទៅលើគាត់ហ្នឹងហើយយើងនឹងសាកល្បងក្នុងការបង្ហាញនៅរបៀបសួរមួយសំណួរអយ៉ាងសាមញ្ញក៏ប៉ុន្តែគឺឆ្លុះបញ្ចាំងអំពីការដែលកំណត់នៅក្នុងការបង្កើតឥទ្ធិពលរបស់យើងហើយចុងក្រោយអ្នកទាំងអស់គ្នានឹងបញ្ចប់ទៅដោយយល់ច្បាស់ហើយយើងអាចរៀបចំក្នុងការ design នៅផែនការ30ថ្ងៃមើលថាតើយើងនឹងអនុវត្តជាប្រចាំថ្ងៃហ្នឹងដើម្បីពង្រីកនៅឥទ្ធិពលរបស់យើងដោយដូចម្ដេចបាទអញ្ចឹងនៅក្នុងថ្ងៃនេះពេលដែលអ្នកទាំងអស់គ្នាចប់វីដេអូនេះទៅនឹងត្រូវកំណត់ដឹងថាតើយើងអាចដាក់ឥទ្ធិពលទៅលើមនុស្សម្នាក់ដែលនិយាយស្ដាប់បានថាគាត់មិន report មកយើងឯងពាក្យថាគាត់មិន report មកយើងហ្នឹងក្នុងន័យថាគាត់មិនមែនកូនចៅយើងឯងចឹងអញ្ចឹងហ្នឹងហើយប៉ុន្តែតើយើងអាចដាក់ឥទ្ធិពលទៅលើគាត់ដូចម្ដេចយ៉ា so ហ្នឹងនៅក្នុងថ្ងៃនេះយើងធានបទយើងនិយាយពីហ្នឹងឯងឥឡូវយើងមកនិយាយអំពីសំណួរមួយដែលឈ្មោះថាឥទ្ធិពលតើឥទ្ធិពលមានន័យដូចម្ដេចបាទហើយហេតុអីបានវាសំខាន់ហ្នឹងហើយ so ពេលណាយើងនិយាយ authority យើងនិយាយអំពីដែនអំណាចអឺវាជាឈ្មោះវាជា title វាជាងារណាក៏ប៉ុន្តែឥទ្ធិពលគឺអត់ចាំបាច់មានងារក៏អាចធ្វើការសម្រេចចិត្តឲ្យបុគ្គលម្នាក់ផ្លាស់ប្ដូរផ្នត់គំនិតនឹងការសម្រេចចិត្តបានដែរហ្នឹងអញ្ចឹងឥទ្ធិពលមានប្រភពមកពី4យ៉ាងបាទហើយឥទ្ធិពលគឺកើតឡើងដោយសារយើងអនុវត្តភាពជាអ្នកដឹកនាំប្រចាំថ្ងៃដោយមិនបាច់មានតំណែងមិនបាច់មានគេឈ្មោះប៉ុន្តែយើងមានឥទ្ធិពលអញ្ចឹងប្រភពទាំង4នោះដូចម្ដេចទៅប្រភព4យ៉ាងគឺនឹងអាចឲ្យយើងប្រើប្រាស់បានឥឡូវប្រើប្រាស់បានថ្ងៃហ្នឹងប្រើប្រាស់បានថ្ងៃស្អែកមិនបាច់ចាំមានអំណាចមិនបាច់ចាំមានតំណែងអីក៏យើងអាចមានឥទ្ធិពលទៅលើបុគ្គលម្នាក់នោះដែរបាទ so ឥទ្ធិពល4យ៉ាងឥទ្ធិពលតែមួយយ៉ាងទេក៏ប៉ុន្តែមានប្រភពមកពី4ប្រភពទី1មកពី reference អឺមនុស្សជុំវិញយើងគាត់ស្រឡាញ់យើងគាត់ទុកចិត្តយើងយើងមានឥទ្ធិពលលើគាត់អញ្ចឹងគេហៅថា reference ទី1អញ្ចឹងធ្វើមិនក៏ដោយឲ្យតែគេស្រឡាញ់ឲ្យតែគេទុកចិត្តគឺយើងមានឥទ្ធិពលទៅលើអ្នកហ្នឹងអាហ្នឹងប្រភពទី1ប្រភពទី2គេហៅ expert បានន័យជំនាញយើងមានជំនាញអីដែលគេត្រូវការនោះគឺយើងមានឥទ្ធិពលលើគេនិងប្រភពទី3គឺ informational ព័ត៌មានយើងមានការពិតមានព័ត៌មានណាដែលគេត្រូវការអញ្ចឹងយើងមានឥទ្ធិពលទៅលើគេនិងប្រភពទី4គឺ network បណ្ដាញទំនាក់ទំនងយើងស្គាល់មនុស្សដែលអ្នកផ្សេងនឹងត្រូវការហ្នឹងហើយអញ្ចឹងយើងស្គាល់បណ្ដាញច្រើនអញ្ចឹងយើងមានឥទ្ធិពលដូច្នេះយើងសារសម័យថាយើងចង់មានឥទ្ធិពលទៅលើនរណាម្នាក់យើងមាន bank account 4ណាយើងមាន bank account reference expert informational ហើយជាមួយ network អញ្ចឹងយើងអាច deposit ពាក្យថាយើងអាច deposit ហ្នឹងបានន័យថាយើងចាប់ផ្ដើមកសាងឥទ្ធិពលទៅលើបុគ្គលណាម្នាក់ជុំវិញយើងទៅលើក្រុមណាមួយជុំវិញយើងតាមរយៈ account ទាំង4ហ្នឹងយើងអភិវឌ្ឍ account មួយណាអញ្ចឹងទៅបាទហើយយើងអភិវឌ្ឍ account ទាំង4ហ្នឹងក៏បានដែរខ្ញុំចង់បន្ថែមបន្តិចបញ្យលទៅលើមួយហ្នឹងreference គេស្រឡាញ់គេទុកចិត្តមនុស្សអឺគេទៅសួរយើងបានពីព្រោះគេចូលចិត្តយើងគេទុកចិត្តយើងជាមនុស្សអញ្ចឹងដើម្បីឲ្យគេទុកចិត្តបានតោះតែឲ្យគេស្រឡាញ់ឲ្យគេស្រឡាញ់ឲ្យគេចូលចិត្តប៉ុន្តែឲ្យគេស្រឡាញ់ឲ្យគេចូលចិត្តហ្នឹងធ្វើដូចម្ដេចខ្ញុំឧទាហរណ៍ថាយើងអាចធ្វើបានជួនកាល just say hello say thank you ទៅកាន់មនុស្សជុំវិញ acknowledge gratitude
ការដឹងគុណទៅកាន់មនុស្សជុំវិញគឺជាសកម្មភាពតូចតូចប៉ុន្តែអាចធ្វើគេស្រឡាញ់គេចូលចិត្តបានអានឹងជាឥទ្ធិពលមួយណាកាលណាយើងគេអត់ស្រឡាញ់គេអត់ចូលចិត្តវាអត់យើងអត់មានឥទ្ធិពលទៅលើអ្នកហ្នឹងទេប្រភពទី2គឺតកតងមួយជំនាញមនុស្សចូលចិត្តយើងមករត់មកសួរយើងទទួលឥទ្ធិពលពីយើងពីព្រោះយើងមានជំនាញដែលគេត្រូវការអញ្ចឹងយើងសាកសម័យទាំងអស់គ្នាថាសប្តាហ៍ថ្ងៃនេះយើងមានជំនាញអីខ្លះហើយអញ្ចឹងយ៉ាងសាមញ្ញដែលយើងអាចធ្វើបាននៅក្នុងសប្តាហ៍ហ្នឹង one move ថាបើសិនជាយើងចេះអីមួយយើងទៅបង្រៀន colleague យើងទៅបង្រៀនសហភាគៈយើងនៅបច្ចេកទេសមួយតូចដែលយើងបានចេះបានដឹងពីមុនមកគ្រាន់តែបង្រៀនគាត់គ្រាន់តែជួយឲ្យគាត់ចេះបច្ចេកទេសមួយហ្នឹងយើងមានឥទ្ធិពលលើគាត់បន្តិចទៅហើយនេះគេហៅថាឥទ្ធិពលតាមរយៈការបង្កើតជំនាញឥទ្ធិពលទី3គឺព័ត៌មានមនុស្សគេមកសួរយើងពីព្រោះយើងមានព័ត៌មានដែលគេអត់មានហ្នឹងហើយអញ្ចឹងយើងថ្នាក់ដឹកនាំក៏ដោយមេក៏ដោយនរណាក៏ដោយជុំវិញខ្លួនយើងមានព័ត៌មានដែលគេអត់មានហើយគេមកសួរយើងឬព័ត៌មានហ្នឹងគេត្រូវការហើយយើងមានឥទ្ធិពលហើយបាទហ្នឹងជាប្រភពទី3ប្រភពទី4គឺ network ហ្នឹងហើយហើយ network ហ្នឹងគឺចង់ថាយើងស្គាល់មនុស្សច្រើនយើងស្គាល់មនុស្សដែលគេត្រូវការអញ្ចឹងយើងមានឥទ្ធិពលទៅលើមនុស្សនោះហើយហើយអញ្ចឹងដើម្បីធ្វើបានយ៉ាងសាមញ្ញយើងអាច introduce នៅមនុស្ស2នាក់ឲ្យស្គាល់គ្នាតាមរយៈយើងទេមនុស្ស2នាក់នោះគាត់ដដែលស្គាល់គ្នាទេដែលគាត់ដដែលរាប់អានគ្នាទេប៉ុន្តែតាមរយៈយើងឲ្យគាត់មកជួបគ្នាឲ្យគាត់មកស្គាល់គ្នានេះគឺជាទម្រង់មួយនៃការបង្កើតឥទ្ធិពលដែរតាមរយៈ network បណ្ដាញហ្នឹងឥទ្ធិពលគឺជាការអនុវត្តការងារប្រចាំថ្ងៃទាំងមិនចាំបាច់មាន title ទាំងមិនចាំបាច់មានតំណែងមានមុខនីតិបាទនេះជាចំណុចសំខាន់ខ្លាំងណាស់ប៉ុន្តែពេលខ្លះយើងចេះតែចង់បានតំណែងចង់បានមុខតួនាទីប៉ុន្តែយើងភ្លេចមកគិតថាតើយើងមានឥទ្ធិពលនៅបាទហើយឥទ្ធិពលហ្នឹងគឺបង្កើតឡើងតាមរយៈ4សោះហ្នឹងមុនពេលដែលយើងអាចបង្កើតឥទ្ធិពលបានលុះត្រាតែយើងត្រូវចេះវិភាគចេះ map ហើយចេះ move ណាហ្នឹងហើយអញ្ចឹងដំបូង map ណាគូសវាសមើលថាមនុស្សរាល់គ្នាជុំវិញអ្នកទាំងអស់គ្នាហ្នឹងដែលអ្នកទាំងអស់គ្នាទៅ support អ្នកទាំងអស់គ្នាទៅព្រមព្រៀងជាមួយឬក៏អ្នកទាំងអស់គ្នានៅស្ងាត់ស្ងៀមជាមួយគាត់ហ្នឹងតើបុគ្គលម្នាក់ហ្នឹងគាត់ជាបុគ្គលយ៉ាងម៉េចខ្លះគាត់តម្រូវការឲ្យខ្លះណា identify need ឬក៏ map the need ហ្នឹងតើគាត់ត្រូវការអីមេយើងត្រូវការអីអ្នកធ្វើការជុំវិញយើងត្រូវការអីពីព្រោះអាពាក្យថាត្រូវការអីហ្នឹងអាអីហ្នឹងយើងត្រូវគិតទៅដល់ source ប្រភពទាំង4បាញ់មិញណាបាទអ្នកខ្លះគាត់ចង់បាន network ហើយយើងទៅឲ្យព័ត៌មានគាត់ដែលវាមិនពាក់ព័ន្ធមួយ network ក៏អត់ត្រូវហ្នឹងជាការ map ហ្នឹងហើយចំណុចទី2គឺ diagnose គឺវិភាគឬក៏ធ្វើការរោគវិនិច្ឆ័យធ្វើរោគវិនិច្ឆ័យថាតើមនុស្សម្នាក់ហ្នឹងចង់ឲ្យយើងជួយអីណាចង់ឲ្យយើងជួយអីព្រោះអាហ្នឹងសំខាន់ដែរព្រោះតែយើងដឹងថាគេចង់ឲ្យយើងជួយអីអាហ្នឹងបានយើងអាច move ហ្នឹងគឺចំណុចទី3ថាជ្រើសរើសប្រភពមួយក្នុងចំណោមប្រភពទាំង4ដែលយើងមានហើយ take action មើលទៅកាន់មនុស្សម្នាក់ហ្នឹងទៅឆ្លើយតបជាមួយនឹងតម្រូវការរបស់គេហ្នឹងអញ្ចឹងយើងអាចកសាងឥទ្ធិពលរបស់យើងបានហើយបាទអញ្ចឹងគុំផ្លាស់ប្ដូរនៅ step ហ្នឹងណា step ទាំង3ហ្នឹងត្រូវតែមាន map diagnose move map diagnose move បាទ map គឺដឹងថាអ្នកនឹងជាអីអ្នកនឹងនៅកន្លែងណាអ្នកនឹងមានបញ្ហាអីដល់ពេលចូលដល់ diagnose ចំណុចទី2តើម្នាក់ហ្នឹងគាត់ត្រូវការឲ្យយើងជួយពីអីរកឲ្យឃើញចំណុចដែលគាត់ចង់ឲ្យយើងជួយហើយចំណុចទី3 move គឺថាយើងរកមើលប្រភពទាំង4របស់យើង bank account ទាំង4របស់យើងនឹងមកហើយបន្ទាប់មកយើង fit ដាក់នៅឆ្លើយតបមួយអីដែលគេត្រូវការបាទណាអញ្ចឹងនេះគ្រាន់តែជាឧទាហរណ៍ទេយើងអាចអនុវត្តជាក់ស្ដែងនៅពេលយើងធ្វើ workshop សាកសម័យថាយើងគឺជាក្មេងតូចជាងគេគឺជាសមាជិក team មិនមានតំណែងមិនមានអីទេហើយនៅចិត្តយើងគឺមាន business manager business director ហើយយើងជាក្មេងតូចហ្នឹងយើងអាចបញ្ជាអ្នកទាំងពីរអ្នកហ្នឹងបានហ្នឹងហើយក៏ប៉ុន្តែយើងចង់ធ្វើយើងចង់បញ្ជាតើយើងត្រូវធ្វើខ្លួនយើងធ្វើមិនអញ្ចឹងយើងត្រឡប់ទៅគិតទៅដល់step ទាំង3ហ្នឹងទៅគឺ map diagnose ហើយ choose the move ទៅបាទហ្នឹងហើយអញ្ចឹងយើងនឹងសាកល្បងទាំងអស់គ្នានេះគ្រាន់តែជាឧទាហរណ៍ទេតើយើងអនុវត្តទាំងអស់គ្នាបាទអញ្ចឹងតើគាត់នឹងត្រូវ move ដូចម្ដេចណាតើគាត់នឹងត្រូវជ្រើសរើសនៅ source ណាគាត់ត្រូវប្រើពាក្យម៉េចគាត់ត្រូវជ្រើសរើសប្រភពណាមួយក្នុងចំណោមប្រភពទាំង4ដើម្បីទាមទារអាចបញ្ជាអ្នកថ្នាក់លើយើងបានឬក៏
ប្រើប្រាស់អ្នកថ្នាក់លើយើងបានយើងនិយាយពាក្យបញ្ជានិយាយពាក្យប្រើប្រាស់នេះដូចវារៀងអាក្រក់ស្ដាប់បន្តិចប៉ុន្តែខ្ញុំគ្រាន់តែចង់និយាយថាការផ្ដល់ឥទ្ធិពលណាហ្នឹងហើយអញ្ចឹងយើងអាចឈប់វីដេអូនេះមួយហើយយើងសាកល្បងយក notebook យកមកកត់មើលថាក្នុងរយៈពេល30ថ្ងៃហ្នឹងគិតមើលមនុស្សណាខ្លះដែលយើងចង់មានឥទ្ធិពលទៅលើមនុស្សណាខ្លះដែលយើងចង់បង្កើតឥទ្ធិពលទៅលើគាត់ហើយទៅសេអឺនៅអ្វីដែលពួកគាត់ចង់បានហើយបន្ទាប់មកយើងគិតទៅដល់ source ទាំង4ប្រភពទាំង4មើលហើយតើយើងអាច leverage ប្រភពទាំង4ហ្នឹងទៅឲ្យគាត់បានដូចម្ដេចហើយទៅសេមួយ sentence ទៅសេមួយ clear មើលថាតើខ្ញុំ map ឃើញអីខ្ញុំ diagnose បុគ្គលម្នាក់នោះឃើញយ៉ាងម៉េចហើយខ្ញុំនឹងត្រូវ move នៅ resource របស់ខ្ញុំហ្នឹងជូនគាត់មិនដើម្បីឲ្យគាត់អាចខ្ញុំមានឥទ្ធិពលទៅលើគាត់បានបាទរាល់ពេលដែលបងប្អូនធ្វើដំណើរក្តីឬក៏ស្មឹងស្មាតក្តីឬក៏នៅស្ងៀមស្ងាត់ក្តីយើងតែងតែសួរខ្លួនឯងនៅសំណួរ3 4អញ្ចឹងទៅតាមរយៈ reflection បាទ reflection in action គណៈពេលដែលយើងកំពុងធ្វើកិច្ចការងារកំពុងតែអន្តរកម្មជាមួយមនុស្សជជែកជាមួយមនុស្សហ្នឹងសួរខ្លួនឯងថាគណៈពេលដែលអ្នកឯងត្រូវបានគេសួរand then តើអ្នកឯងអាចកត់សម្គាល់ថាខ្លួនប្រាណរបស់អ្នកឯងហើយពាក្យសម្ដីរបស់អ្នកឯងនិយាយចេញទៅយ៉ាងដូចម្ដេចនេះគ្រាន់តែជាការឆ្លុះបញ្ចាំងមើលខ្លួនឯងអំពីពេលដែលយើងត្រូវបានគេសួរហើយសំណួរដែលយើងឆ្លើយតបហ្នឹងអារម្មណ៍របស់យើងមិន body របស់យើងមិនវាបេះដូងលោតញាប់វាយ៉ាងម៉េចហើយពាក្យពេចន៍ដែលយើងនិយាយទៅហ្នឹងវាយ៉ាងម៉េចនេះគ្រាន់តែជាការឆ្លុះបញ្ចាំងជារឿយៗមើលខ្លួនឯងដើម្បីកំណត់ហ្នឹងហើយតើអ្នកដតីហ្នឹងគេចាប់អារម្មណ៍ទៅលើយើងកន្លែងណាកន្លែងពាក្យយើងកន្លែងទឹកមុខយើងកន្លែងអីចឹងជាដើមបន្ទាប់មកយើងត្រូវធ្វើមិនទៀតនេះជាចំណុចដែលគ្រាន់តែត្រូវឆ្លោះបញ្ចាំងជារៀងរហូតទៅដល់ដំណើរដែលយើងធ្វើកិច្ចការងារហើយយើងត្រឡប់មកគិតអំពីreflection on action វិញថាយើងធ្វើចប់ហើយកិច្ចការងារនឹងចប់ហើយត្រឡប់មកគិតឡើងវិញថាក្នុងប្រភពទាំង4ហ្នឹងណាប្រភពទាំង4ដែលយើងបានរៀនសូត្រហ្នឹងនៅក្នុងការធ្វើឲ្យមានឥទ្ធិពលហ្នឹងតើយើងបានប្រើប្រាស់ប្រភពទាំង4ហ្នឹងអីខ្លះហើយហ្នឹងហើយបើសិនជាលើកក្រោយមានការជួបមួយថ្នាក់ដឹកនាំឬក៏ជួបមួយអ្នកផ្សេងទៀតតើយើងនឹងយកពីប្រភពណាទៀតយកមកអនុវត្តដើម្បីបង្កើននៅឥទ្ធិពលរបស់យើងបន្ថែមហ្នឹងហើយអញ្ចឹងអឺជាជាងដែលយើង asking only when you need something អឺពេលខ្លះយើងត្រូវការអីយើង approach ទៅគេទៅសួរគេជាជាងអញ្ចឹងយើង leading វិញយើងដឹកនាំវិញគឺយើងតែងតែ deposit ណាដាក់បន្ថែមនៅប្រភពទាំង4នៅរៀងរាល់សប្តាហ៍ណាដាក់បន្ថែមប្រភពទាំង4ដូចខ្ញុំនិយាយអញ្ចឹងធ្វើម៉េចឲ្យគេចូលចិត្តណា reference ធ្វើម៉េចពង្រៀន skill ដែលយើងចេះទៅកាន់អ្នកដទៃឲ្យគេបានចេះដែរជាងយើងមានឥទ្ធិពលហើយបើសិនជាយើងអត់មានតន់ចេះ skill អីយើងប្រឹងរៀនតទៀតទៅដើម្បីបង្កើត skill របស់យើងហ្នឹងហើយ information ផ្ដល់នៅព័ត៌មានណាដែលគេចង់ដឹងចង់ឮឲ្យគេបានដឹងឲ្យគេបានឮទៅយើងមានឥទ្ធិពលលើគេហើយ network នាំមនុស្សឲ្យស្គាល់គ្នាបង្កើតទំនាក់ទំនងឲ្យយល់គ្នាហ្នឹងគឺជាប្រភពនៃឥទ្ធិពលមួយអញ្ចឹងយើង deposit រៀងរាល់ថ្ងៃរៀងរាល់សប្តាហ៍បញ្ចូលលុយក្នុងកុងយើងបន្ថែមជាជាងដែលយើងចេះតែទៅសួរគេទៅសុំគេហ្នឹងហើយគឺពី quiet pushing ទៅជា quiet leading ណាគេណាយើងជាថ្នាក់ដឹកនាំបាត់ហើយគេណាគ្រាន់តែយើងធ្វើកិច្ចការងារទាំងអស់ហ្នឹងជាជាងរុញនៅអ្វីមួយដែលវាអត់ទៅមុខប្រឹងរុញឲ្យខ្លាំងព្រោះវា block បាត់ហើយបែរជាមកដូរប្រភពវិញនៅពេលខ្លះយើងជួបមួយអ្នកហ្នឹង maybe គាត់អត់ត្រូវការព័ត៌មានពីយើងទេប៉ុន្តែគាត់អាចត្រូវការស្រឡាញ់ការចូលចិត្តការទៅសើពេលខ្លះគាត់ត្រូវការ skill ពីយើងវិញអញ្ចឹងដូរប្រភពក្នុងចំណោមប្រភពទាំង4ហ្នឹងពេលដែលវាមានអីមួយ block អញ្ចឹងទៅគុំរុញប្រភពនឹងមួយទៅទៀតប្រភពមួយអត់ត្រូវយើងអាចសាកល្បងប្រភពមួយទៀតអីចឹងជាដើមហ្នឹងហើយជាជាងដែលយើងទៅសុំអីមួយធំតែម្ដងមកជាសួរសំណួរតូច repeat ហើយគិតទៅដល់តម្រូវការរបស់បុគ្គលដែលនៅជុំវិញខ្លួនយើងនឹងតិចម្ដងហើយយើង add ឲ្យគាត់បន្តិចម្ដងនេះជាដំណើរដែលយើង build influence យើងកសាងនៅឥទ្ធិពលហ្នឹងហើយធម្មតានៅក្នុងភាសាដែលយើងរៀនមក literature ដែលយើងរៀនមកពីខាងលោកខាងលិចពីអីចឹងជាដើមប៉ុន្តែខ្មែរយើងមានវប្បធម៌មានភាសាមាន scenario មានបរិបទផ្សេងគ្នាយើងត្រូវ adapt ដែរយើងត្រូវ flexible យើងត្រូវកែសម្រួលដែរហើយកុំភ្លេច
ឆ្លោះបញ្ចាំងខ្លួនឯងជារឿយនៅអីដែលខ្លួនឯងបានធ្វើតើថ្ងៃហ្នឹងជួបមួយបុគ្គល5នាក់ទៀតខ្ញុំបាន deposit លុយចូលទេខ្ញុំបានកសាងប្រភពនៃអតិពលរបស់ខ្ញុំបន្ថែមទៀតទេនេះហើយជាចំណុចដែលយើងត្រូវឆ្លោះបញ្ចាំងជារៀងរាល់ថ្ងៃអញ្ចឹងជាដើមហ្នឹងហើយខ្ញុំមាន take home message ចុងក្រោយអឺសូមបញ្ជាក់ឲ្យបានជ្រាបថាអំណាចឬក៏ authority ដែលអំណាចគឺជាប្រភពទីមួយនៃ power ហ្នឹងហើយ authority ប្រែថាដូចថាណែសមត្ថកិច្ចអាជ្ញាធរមានសមត្ថកិច្ចបានន័យថាធ្វើម៉េចយើងមេយើងអាចបញ្ជាកូនចៅបានអញ្ចឹងយើងមេយើងបញ្ជាកូនចៅអាហ្នឹងវាជាប្រភពតែមួយនៃដែនអំណាចក៏ប៉ុន្តែអតិពលមាន4ប្រភពអញ្ចឹងយើងត្រូវយល់ថាអតិពលធំជាងអំណាចអតិពលធំជាងដែនអាជ្ញាហ្នឹងហើយនេះជាចំណុចសំខាន់ដែលយើងត្រូវឆ្លុះបញ្ចាំងកន្លែងនេះឲ្យបានឃើញហើយចំណុចទី2គឺអឺ protocol ដែលយើងត្រូវមូលមាន3 step ណាក្បួនខ្នាតដែលយើងត្រូវធ្វើពេលដែលយើងជួបមួយមនុស្សគឺតែងតែមាន3ជំហានជំហានទី1 map ធ្វើការគូសវាសមើលថាគាត់ជានរណាគាត់មានចំណុចអីខ្លះគាត់ស្គាល់នរណាខ្លះគាត់ដឹងរឿងអីខ្លះបន្ទាប់មក diagnose second diagnose ធ្វើរោគវិនិច្ឆ័យតែគាត់ត្រូវការអីហ្នឹងហើយទី3 move third move គឺជើងទី3 step ទី3គឺតើយើងអាចដាក់ប្រភពណាមួយដើម្បីបញ្ចូលឲ្យគាត់ដើម្បីបានឥទ្ធិពលពីគាត់អញ្ចឹងណាឲ្យគាត់ឲ្យយើងនឹងមានឥទ្ធិពលទៅលើគាត់តាមរយៈយើង move នៅប្រភព source ណាមួយប្រភពណាមួយនៃឥទ្ធិពលរបស់យើងណាអញ្ចឹងនេះគឺជាក្បួនដែលយើងត្រូវអនុវត្តបាទហើយនៅពេលដែលប្រភពមួយវា block កុំរុញតទៀតដូរប្រភពណាដូរប្រភពបើលុយកង់នៃ account ធនាគារមួយនេះវាលេងទៅមុខហើយយើងដូរប្រើកង់ធនាគារមួយទៀតអញ្ចឹងណានេះក្នុងឧទាហរណ៍មួយនៃរបៀបដែលយើង push របៀបដែលយើងរុញណាអញ្ចឹងគុំរុញឲ្យខ្លាំងទៅមួយប្រភពត្រូវចេះដូរប្រភពហើយត្រូវចេះស្នើសុំសាកសួរយោបល់ repeat បន្តិចម្ដងគុំម្ដងសួររឿងរបស់ធំស្នើសុំរបស់ធំពេកអញ្ចឹងយើងព្រោះអតិពលវាកសាង over time វាកសាងម្ដងហើយម្ដងទៀតរយៈពេលវែងដើម្បីកសាងអតិពលអញ្ចឹងណាហើយតែងតែឆ្លោះបញ្ចាំងខ្លួនឯងជារឿយហើយ rehearsal បានន័យថាសាកល្បងធ្វើវានិយាយជជែកចរចានេះទៅបង្កើនអតិពលបានអញ្ចឹងអ្នកទាំងអស់គ្នាសូមជួយទៅសេទៅ3 4 5 clear ទៅថាតើយើងអាចកសាងអតិពលទៅលើបុគ្គលជុំវិញខ្លួនយើងនឹងតាមរយៈប្រភពណាមួយខ្លះហើយយើងអនុវត្តវាប្រចាំថ្ងៃបាទហ្នឹងអញ្ចឹងយើងជួបគ្នានៅក្នុងបន្តិចទៀតតកតូនជាមួយនឹង workshop របស់យើងបាទអរគុណច្រើន